cloud lock យើងមើលកន្លែង iCloud lock ទេអញ្ចឹងកន្លែងនេះមានពាក្យថា out អញ្ចឹងមានន័យថាទូរស័ព្ទមួយដើមនេះអត់មាន iCloud ទេប៉ុន្តែបើសិនជាកន្លែងនេះណាបងប្អូនមានពាក្យថា on ហើយមានពាក្យ on កន្លែងហ្នឹងមានន័យថាទូរស័ព្ទហ្នឹងបានជាប់ iCloud មានតែបានដាក់ iCloud អញ្ចឹងសម្រាប់ការឆែកគឺមានតែប៉ុណ្្នឹងទេបញ្ជាក់ជូនបងប្អូនប្រយ័ត្នតែកន្លែងនេះមកកន្លែង iCloud lock ហ្នឹងគឺមាន lock out នេះមានន័យថាអត់មានបើ lock on មានន័យថាទូរស័ព្ទមានចាប់ iCloud បាទជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នានឹងហើយសម្រាប់ថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកបងប្អូនអ្នកគ្នាពីរបៀបឆែក iCloud ទៅពេលបងប្អូនធ្វើការទិញទូរស័ព្ទ iPhone ហើយយើងចង់ដឹងថាទូរស័ព្ទហ្នឹងមាន iCloud ឬក៏អត់ iCloud អញ្ចឹងបងភាសាថ្ងៃហ្នឹងខ្ញុំមានភ្ញៀវម្នាក់ដែលគាត់ទិញទូរស័ព្ទពីមិត្តភ័ក្តិគាត់ហើយពេលគាត់ទិញពីមិត្តភ័ក្តិគាត់ប្រាប់ថាអត់មាន iCloud ទេប៉ុន្តែសម្រាប់គាត់យើងមកដល់កន្លែងខ្ញុំឆែកទៅឃើញថាមាន iCloud អញ្ចឹងគាត់ថាអត់ដឹងឆែកអញ្ចឹងណាបងហើយមិត្តភក្តិគាត់ក៏គាត់ប្រើក៏អត់បានដឹងដែរគាត់ប្រើតែ download Play Store App Store អញ្ចឹងទៅហើយដល់ពេលគាត់ទិញតពីមិត្តភក្តិគាត់ទៅស្រាប់តែទូរស័ព្ទហ្នឹងមាន iCloud ហើយខ្ញុំសួរ password iCloud ទេគាត់ថាដឹងដែរអញ្ចឹងហ្នឹងហើយបងប្អូនណាដែលចង់ធ្វើការទិញទូរស័ព្ទពីម្នាក់ទៅម្នាក់មានថាបើទិញពីកន្លែងលក់ហ្មងអត់សូវអីយើងបងប្អូនមានបើបងប្អូនអ្នកលក់គាត់ប្រាប់ហ៎ទូរស័ព្ទមាន iCloud ឬក៏អត់អីគាត់ប្រាប់ហ៎យ៉ាងពីច្រើនគឺលក់អត់មាន iCloud ទេតែសម្រាប់យើងទិញពីម្នាក់ទៅម្នាក់មិត្តភ័ក្តិឬក៏បងប្អូនតែអញ្ចឹងណាបងប្អូនអញ្ចឹងមកឲ្យខាតពេអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបឆែក iCloud ទៅពេលបងប្អូនធ្វើការទិញពេលខ្លះយើងចូលពេលខ្លះយើងចូលកន្លែងនេះកន្លែងaccount នេះពេលខ្លះមាន load ជា email iCloud អីយ៉ាងទៅប៉ុន្តែយើងអាចបាន sign in ចូល iCloud ក៏វាអត់ជាប់ដែរប៉ុន្តែពេលខ្លះយើងអត់មានឃើញទេប៉ុន្តែវាជាប់ iCloud ដែរអញ្ចឹងទៅអញ្ចឹងកុំឲ្យនេះយើងគួរតែឆែកសិនយើងឆែកអត់បាក់ឆែកទេបងប្អូនចូលកន្លែងsetting ដដែលមកបន្តមកទៀតយើងបញ្ជាក់ណាទូរស័ព្ទគឺមានអ៊ីនធឺណិតដោយសារយើងត្រូវការភ្ជាប់ឆែកអញ្ចឹងយើងបើកអ៊ីនធឺណិតឬក៏មាន Wi-Fi ដាក់ Wi-Fi ទៅបើអត់ Wi-Fi បើអ៊ីនធឺណិតទៅហើយយើងចូលឆែកអត់ពិបាកទេចូលក្នុង setting អញ្ចឹងមកបន្តមកទៀតបងប្អូនចូលកន្លែង general បងប្អូនមើលកន្លែងបើចូលកន្លែងបើហ្នឹងមកបងបើហ្នឹងបន្តមកទៀតបងប្អូន copy serial number កន្លែងហ្នឹងមកអញ្ចឹងកន្លែង copy serial number មកយើងចុចលើវាចប់បងប្អូនចុចលើវាចប់មកហ្នឹងបងយើងចុចលើវាចប់ទៅវាចេញពាក្យ copy ឲ្យយើង copy មកហ្នឹងហើយ copy ហើយមកយើងហើយមកយើងចូលមក Safari ហ្នឹងមកយើងចូលដើម្បីនេះហើយបន្តមកទៀតចាំតិចហ្នឹងបងហើយបន្តមកទៀតបងប្អូនវាយពាក្យថា check iCloud យ៉ាងក៏បានបងប្អូនយើងវាយនេះមកហ្នឹងហើយបងប្អូនវាយ check iCloud យ៉ាងមកបន្តមកទៀតយើង search មកបន្តមកទៀតបងប្អូនឃើញ website ខាងលើគេហ្នឹងគឺ iunlocker.com ហ្នឹងយើងបងប្អូនចុចកន្លែងហ្នឹងមកបងប្អូនវាចេញបែបនេះបន្តមកទៀតយើងមិញយើង copy អា serial number នោះហើយអញ្ចឹងយើងយកចុចកន្លែងហ្នឹងមកបន្តមកទៀតយើងចុចលើវាសកលទៅជាប់មកវាចេញពីផាសមកបងប្អូនអញ្ចឹងយើងផាសមកហើយយើងផាសហ្នឹងបងប្អូនផាសវាមកអញ្ចឹងបងប្អូនចុចឆែកមកបងប្អូនហ្នឹងហើយយើងកន្លែងនេះយើងឆ្លោះវាចោលមកឲ្យវានេះលុបនិយកម្មអាហ្នឹងកាលណាយើងនេះយើងនិយកម្មបងប្អូនយើងឆែកវាមកតិចទៀតមកអាហ្នឹងវាធម្មតាទេរបស់ free គេដាក់ពាណិជ្ជកម្មមកលើនឹងញ៉ៃយើងមកញ៉ៃបន្តិចវាពឹងតែឆែកណាអញ្ចឹងយើងចាំមើលអស់គ្នាចាំអត់ទាំងអស់គ្នាថាតើទូរស័ព្ទនេះមាន iCloud អត់នឹងចាំតិចទេហ្នឹងបញ្ជាក់សម្រាប់បងប្អូនដែលគាត់ចេះហើយអត់អីទេសម្រាប់ដែលបងប្អូនអត់ទាន់ចេះបងប្អូនអាចមើលវីដេអូនេះហើយយើងមុននឹងធ្វើការទិញពីមិត្តភ័ក្តិបងប្អូនអីបងប្អូនឆែកទៅខ្លាចយើងលោមាន iCloudហ្នឹងបងប្អូនអូសឡើងមកលើអញ្ចឹងមកអញ្ចឹងយើងមានទាំងពណ៌ទូរស័ព្ទទាំងម៉ាស៊ីនហ្នឹងអញ្ចឹងទូរស័ព្ទនេះiPhone 11 128G ពណ៌ខ្មៅបងប្អូនអញ្ចឹងកន្លែងដែលយើងមើលកន្លែងហ្នឹងបងiCloud lock យើងមើលកន្លែង iCloud lock នេះអញ្ចឹងកន្លែងនេះវាមានពាក្យថា out អញ្ចឹងមានន័យថាទូរស័ព្ទមួយដើមនេះអត់មាន iCloud ទេអ
ប៉ុន្តែបើសិនជាកន្លែងនេះហ្នឹងបងមានពាក្យថា on ហើយមានពាក្យ on កន្លែងហ្នឹងមានន័យថាទូរស័ព្ទហ្នឹងបានជាប់ iCloud មានតែបានដាក់ iCloud អញ្ចឹងសម្រាប់ការឆែកគឺមានតែប៉ុណ្្នឹងទេបញ្ជាក់ជូនបងប្រយ័ត្នតែកន្លែងនេះមកកន្លែងiCloud lock ហ្នឹងគឺមាន lock out នេះមានន័យថាអត់មានបើ lock on មានន័យថាទូរស័ព្ទមានជាប់ iCloud អរគុណសម្រាប់វីដេអូមួយនេះនឹងឲ្យភ្លេចសម្រាប់បងប្អូនណាដែលចង់ទិញទូរស័ព្ទមួយដើមនេះគឺខ្ញុំលក់ក្នុងតម្លៃតែ100ស្ដើងទេបងប្អូនអញ្ចឹងទូរស័ព្ទ iPhone 11នេះគឺនៅសំណុំស៊ីនស្អាតនៅcái អេក្រង់ស៊ីនហើយអត់មាន iCloud ទេអញ្ចឹងបងប្អូនណាដែលមានតម្រូវការអីបងប្អូនអាចឆាតសួរបានមួយដើមនេះគឺខ្ញុំលក់តម្លៃទូថ្លៃទេអរគុណ